ឲ្យទៅដល់ថ្ងៃសម្រាប់បងប្អូនចូលចិត្តស្លជាងគេគឺកោរត្នោតនិយាយរួមចូលចិត្តខ្លាំងហ្មងគ្រឿងផ្សំរបស់វាងាយបងប្អូនយើងមានសាច់ជ្រូក3ជាន់ត្រីគ្រឿងប្រហុកទឹកខ្ទិះដូងត្នោតម្ទេសឆ្អើរបន្លែខៀវតមកយើងដាក់ម្ទេសកូរវាជាមួយឲ្យក្រហមទៅដាក់ប្រហុកចូលកូរឲ្យឈ្ងុយទៅដាក់ខ្ទិះដូងល្ងាស់វាបន្តិចមកបងប្អូនដាក់ខ្ទិះដូងល្ងាស់វាឲ្យឈ្ងុយទៅយើងចាប់ផ្ដើមចាក់សាច់ចូលវាឲ្យឆ្អិនទៅបងប្អូនដាក់វាម្ងាស់រៀងជាមួយខ្ទិះដូងរៀងយូរបន្តិចមកដាក់វាចូលជាតិទៅយើងចាប់ដើមដាក់គ្រឿងវាទៅបងប្អូនហើយយើងចាប់ដើមចាក់ត្នោតចូលវាឲ្យផុយទៅយើងចាប់ដើមចាក់ទឹកខ្ទិះដូងយើងហ្នឹងបងប្អូនចាក់ចូលទៀតទៅកូរឲ្យឈ្ងុយឲ្យឆ្អិនទៅយើងដាក់បន្លែខៀវទៅរួចជាការស្រេចស្លបែបងាយបងប្អូនអត់មានអីពិបាកទេតែមានក្លិនឈ្ងុយឆ្ងាញ់ណាបងប្អូនស្លកូរត្នោតបន្លែខៀវយើងហ្នឹងធម្មជាតិស្រស់ហ្នឹងបងប្អូនណាអត់ទាន់ហូបបាយនេះមកយកផ្ទះខ្ញុំនេះស្លមានច្រើនតា